សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញពីកម្មវិធីមួយដែលប្រើសម្រាប់អនុវត្ត lab នៅក្នុងតាក់ទងជាមួយនឹង product Cisco តាក់ទងនឹងកម្មវិធីដែរមានឈ្មោះថា Boston NetSyn 11អញ្ចឹងយើងចូលមកបើកកម្មវិធីទាំងអស់គ្នាហើយកម្មវិធីនេះតាក់ទងនឹងវីដេអូខ្ញុំបានបង្ហាញពីរបៀប install រួចរាល់ហើយនៅក្នុងនេះវាមានតាក់ទងជាមួយនឹង lab ដែលគេប្រៀបចំឲ្យយើងសម្រាប់យើងធ្វើការអនុវត្តហើយមានតាក់ទងជាមួយនឹង network design ដែលយើងចង់ design network switch ឬក៏ computer អីដូចទៅនឹង Cisco Packet Tracer ដែរប៉ុន្តែគ្រាន់តែនៅក្នុងនេះវាកម្មវិធីនេះវា run performance អត់សូវខ្លាំងដូចជាង S3 ឬក៏ Cisco Packet Tracer ទេអញ្ចឹងខ្ញុំចូលមក lab អញ្ចឹងខ្ញុំសាកទៅចូលទៅក្នុង lab ដែលគេផ្ទាប់នេះហើយតែគេបានរៀបចំរួចហើយ lab នេះដែរគឺជា lab ដែលគេរៀបចំ by default របស់ program ដែលយើងអាចយកមក configuration បានហើយខ្ញុំគិតថាកម្មវិធីមួយដែរគឺវាល្អសម្រាប់អ្នកដែលរៀន network ដែលគាត់ត្រូវការ lab ដើម្បីអនុវត្តផ្សេងៗឬក៏អ្នកដែលរៀនតាក់ទងជាមួយនឹង CCNA CCNP គឺវាល្អមែនតើតែកម្មវិធីនេះដែរគឺវាផ្ដោតសំខាន់ទៅលើ product Cisco ហើយ command ទាំងឡាយគឺតាក់ទងជាមួយនឹង command របស់ Cisco តែម្ដងអញ្ចឹងខ្ញុំចូលមក lab ទី1នេះគឺតាក់ទងជាមួយនឹង switch basic 1គឺគេមាន diagram network មួយឲ្យយើងមើលហើយក្នុងនេះគឺយើងស្រួលមើលតាក់ទង diagram មាន router មាន computer ឬក៏ switch ជាដែរហើយនៅក្នុងនេះគឺគេមានរបៀបគេហៅថាសង្ខេបតាក់ទងនឹង command ដែលយើងត្រូវប្រើនៅក្នុងការអនុវត្ត lab មួយនេះផងដែរហើយបន្តមកទៀតគឺគេឲ្យយើងចូលទៅក្នុង switch 1ដើម្បីយើងវាយ command អញ្ចឹងមុននឹងចូលទៅក្នុងការវាយ command ដើម្បីយើងអនុវត្ត lab ទី1នេះគឺខ្ញុំចង់បង្ហាញពីរបៀប check តើ command របស់យើងត្រូវឬខុសគឺយើងចុចត្រង់នេះហើយនៅត្រង់ចំណុចនេះគឺ switch យើងគឺអត់ទាន់បាន config ទេអញ្ចឹងមានន័យថាវាដាក់សញ្ញាខ្វែងនេះមានន័យថា switch យើងអត់ទាន់បាន config ឬក៏ switch យើង config ឲ្យបានត្រឹមត្រូវបើ switch យើង config អត់ទាន់ត្រឹមត្រូវក៏វា upload សញ្ញាគ្រាឲ្យយើងដែរជាមួយខ្ញុំសាកចូលទៅខ្ញុំ enable password នេះខ្ញុំ config ធ្វើ Boston តមកទៀត enable secret Cisco ហើយតមកទៀតខ្ញុំ save ហើយនេះខ្ញុំ config គឺនៅមិនទាន់ដូរឈ្មោះទេតើយើងទៅ check មើលតើវា load សញ្ញាគ្រីសនៅអញ្ចឹងយើងឃើញហើយគឺវាមិនទាន់ load សញ្ញាគ្រីសគឺដោយសារតែcommand របស់យើងនៅខ្វះ change ឈ្មោះswitch មួយទៀតអញ្ចឹងយើងចូលមកដូរឈ្មោះ switch របស់គ្នា snap switch ហើយយើង save អញ្ចឹងជាការស្រេចយើងចាប់ផ្ដើមមក check មើលកន្លែងនេះត្រង់ switch 1គឺវាបានគ្រីសសញ្ញាគ្រីសពណ៌បៃតងនេះមានន័យថាយើងបាន config បានជោគជ័យនិងត្រឹមត្រូវតាមសំណួរ lab របស់គេហើយចុងក្រោមទៀតគឺវាមានតាក់ទងជាមួយនឹងការសង្ខេប command ផ្សេងដែលយើងត្រូវចូលទៅ config អញ្ចឹងខ្ញុំគិតថាកម្មវិធីនេះគឺពិតជាល្អមែនទែនសម្រាប់អ្នកដែលរៀន network ផ្នែក Cisco គឺវាជួយគេហៅថាបង្កើននៅចំណេះដឹងនិងសមត្ថភាពរបស់យើងបន្ថែមទៀតអញ្ចឹងនៅក្នុងនេះគឺវាមាន lab ជាច្រើនដែលគេបានបៀឡើងមកជាមួយនឹង default program វាមានច្រើនមែនទែនមានតាក់ទងជាមួយ troubleshoot ក៏មានតាក់ទងជាមួយនឹង router OSPF ជាដើមក៏មានអញ្ចឹងតាក់ទងនឹងវីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្ណេះសម្រាប់បង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាមានចម្ងល់អាច comment នៅក្នុង channel YouTube របស់ខ្ញុំនៅខាងក្រោមនេះសូមអរគុណ